ការចងមាតិកានៅក្នុងអត្ថបទដើម្បីចងមាតិកាក្នុងអត្ថបទបានគឺយើងត្រូវចុចទៅលើ tab reference ហើយយកពាក្យថា table of content នៅពេលដែលយើងចុចលើប៊ូតុង table of content គឺវានឹងចេញទម្រង់ជាច្រើនរបស់ table of content អញ្ចឹងខ្ញុំជ្រើសរើសយកទម្រង់ទី1ទម្រង់ទី1យើងឃើញថា table of content គឺវាឈរទៅលើ style មួយដែលមានឈ្មោះថា heading អញ្ចឹងនៅទីនេះគឺយើងមានចំណងជើងធំរបស់វាគឺខ្ញុំកំណត់ថាវាជា heading 1មុននឹងយើងធ្វើការចុចលើវាគឺយើងត្រូវ modify ដើម្បីកែសម្រួលទៅលើ font របស់ heading 1នេះសិនអញ្ចឹងចំពោះ heading 1គឺខ្ញុំចំពោះ Latin នេះគឺយើងយក Times New Roman 4ឧទាហរណ៍ដែលយើង font ដែលយើងចង់បានអញ្ចឹងបន្ទាប់មក complete យកមូល15អូខេអញ្ចឹងយើងអូខេមកអញ្ចឹងវានឹងចេញតាមទំហំដែលយើងចង់បានអញ្ចឹងបន្តមកទៀតគឺបន្ទាប់ពីចំណងជើងធំវាដល់ចំណងជើងឧទាហរណ៍ដូចជាចំណងជើងនេះគឺ2បន្ទាប់មកគឺ 2.1 ចំណងជើងតូចមួយទៀតអញ្ចឹងបន្ទាប់មកគឺយើងត្រូវចងទៅលើ heading 2នេះជាលំដាប់ទី2នៃចំណងជើងអញ្ចឹងមុននឹងយើងចងគឺយើងត្រូវសេរី font វាសិនឧទាហរណ៍យកខ្មែរមូលទៅដែរយក Times New Roman Pattern ដូរដាក់តូចបន្តិចចំណងជើងតូចវាអាចតូចបន្តិច complex ខ្មែរមូល2អូខេយើងអាចដាក់ខ្មៅក៏បានឬក៏ដាក់ពណ៌ក៏បានដែរតាមតែយើងចង់បានអាចចុចលើវាអញ្ចឹងយើងធ្វើការកំណត់បន្ទាប់ទៀតគឺកយើងដាក់តែ heading 3យើង Roman អាចយក font តូចជាងមុនបន្តិចទៀតដោយសារវាជាចំណងជើងតូចបើសិនជាយើងមិនស្រឡាញ់ font នឹងទេគឺអាចដូរ font ផ្សេងបានណាអញ្ចឹងខ្ញុំធ្វើការកំណត់ heading 1 heading 2 heading 3ឲ្យវាស្គាល់ទៅតាមលំដាប់នៃចំណងជើងរបស់យើងវាមានតូចវាមានធំអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងធ្វើការកំណត់ style ហើយគឺយើងselect ទៅលើចំណងជើងដែលវាត្រូវជាមួយនឹងកម្រិតដែលយើងបានចងអំបញ្ញមិញនេះអញ្ចឹងយើង scroll ទៅឡើងលើវិញអញ្ចឹងអ្វីដែលយើងចង់បាននៅលើមាតិការបស់យើងគឺឧទាហរណ៍នេះគឺយើងត្រូវដាក់ទៅលើមាតិការបស់យើងដែរអញ្ចឹងអានេះគឺចំណងជើងធំខ្ញុំឲ្យកម្រិតវាជា heading 1នេះក៏ជាចំណងជើងធំដែរខ្ញុំឲ្យកម្រិតវាជា heading 1ហើយដោយសារតែ heading 1យើងគិតថាវាអាចនៅកណ្ដាលអញ្ចឹងយើងអាចធ្វើការកំណត់វាម្ដងទៀតហើយឲ្យវានៅកណ្ដាលអញ្ចឹងវានឹងអូតូខ្លួនឯងនៅកណ្ដាលទាវភាព heading 1ដែរអញ្ចឹងយើង select មកទាំងអស់មក heading 1អានេះគឺយើងចង់អំបញ្ញនេះគឺវានៅក្នុងកម្រិត heading 3អានេះក៏ heading 3ដែរ
chứ mà xin chiចំណងជើងនេះយើងចង់ឲ្យវាខិតទៅមុខគឺយើងអាចចូលទៅកែទៅលើ heading 3ម្ដងទៀតគឺយើងឲ្យវាខិតទៅមុខតិចអញ្ចឹងវានឹងស្វ័យប្រវត្តិទាំងអស់នេះគឺ heading 3ដែរអញ្ចឹង 2.2 នេះគឺយើងឲ្យវាជា heading 2នេះ heading 1heading 2 បើសិនជាមានតទៅទៀតយើងអាចចុចទៅទៀតអញ្ចឹងឥឡូវនេះយើងអាចធ្វើការបង្កើតមាតិកាបានអញ្ចឹងយើងជ្រើសកន្លែងមួយហើយនេះគឺមាតិកាយើងធ្វើការចូលទៅលើ reference ហើយធ្វើការចុចទៅលើ table of content ហើយយកតារាងទី1អញ្ចឹងវានឹងចេញដោយស្វ័យប្រវត្តិនៅលើទំព័រមុនដំបូងរបស់យើងអាចលុបចេញ content ចោលអញ្ចឹងបន្ទាប់ពីយើងបង្កើត content ហើយគឺអ្វីដែលយើងត្រូវធ្វើការកែសម្រួលគឺនៅលើតារាង content នេះយើងអាចលុបលេខនេះចោលដោយសារវានៅក្នុងតែមួយដែរជាងធ្វើការកែទៅលើ font ដែលយើងចង់កែដាក់ font នេះក៏បានដែរនៅលើនោះអញ្ចឹងបើសិនជាយើងមានការវាអត្ថបទបន្ថែមឬក៏ថែមទំព័រថែមអីហ្នឹងគឺមុននឹងយើងធ្វើថែមហើយគឺយើងត្រូវចុចទៅលើពាក្យថា update table អញ្ចឹងនៅពេលដែលយើងចុចទៅលើ update table គឺវាចេញទាំងមួយមកវាថា update text number only យើងអាចជ្រើស update តែលេខទំព័រឬមួយក៏ update តារាងមាតិការបស់យើងទាំងមូលអញ្ចឹងបើសិនជានៅក្នុងទីនេះខ្ញុំអាចធ្វើការ update ទាំងមូលតែម្ដងអញ្ចឹងនៅពេលដែលយើងធ្វើការកែលេខទំព័រឬក៏ថែមលើចម្ពោះណាមួយនៅក្នុងអត្ថបទរបស់យើងគឺយើងធ្វើការ update content ក្រោយគេជាងពេលដែលយើង update វាមករូបរាងដើមវិញគឺយើងធ្វើការកែ font ដូចអំបញ្ញមិញដែរអាចកែដដែលមកធ្វើចឹងរហូតបើសិនជាយើងមានការកែចឹងការចងមាតិកាមានតែប៉ុណ្ណឹង